តែអ្នកទាំងអស់គ្នាមានធ្លាប់ដូចខ្ញុំដែរទេនៅពេលដែលយើងអានសៀវភៅមិនដឹងថាអានពីណាដល់ណាហើយមិនដឹងថាអានដើម្បីអ្វីថ្ងៃនេះដែរគឺខ្ញុំនឹងមកលើកយកនៅចំណុច4សំខាន់ដើម្បីឲ្យអ្នកទាំងអស់គ្នាអានសៀវភៅមួយដើម្បីទទួលបាននូវចំណេះដឹងថ្មីៗក៏ដូចជាទទួលបាននៅចំណុចល្អៗអំពីសៀវភៅនោះផងដែរការអានសៀវភៅគឺប្រកបណាស់មិនថាខ្ញុំឬដល់អ្នកទាំងអស់គ្នាទេនៅពេលណាដែលយើងអានមិនថាមួយទំព័រឬក៏ពីរទំព័រ3ទំព័រទេគឺយើងប្រកាសជាទទួលបាននូវចំណេះដឹងតាមអ្វីដែលយើងទទួលបាននៅក្នុងការអានសៀវភៅនោះក៏ប៉ុន្តែក្នុងការអាននេះដែរគឺយើងត្រូវមានតិចនៃខ្លះដែរក្នុងការអានក៏ដូចជាធ្វើយ៉ាងណាឲ្យយើងទទួលបានអំពីចំណេះដឹងពីសៀវភៅនោះចំណុចទី1ដែលការអានកំណត់គោលដៅការអានកំណត់គោលដៅនេះគឺខ្ញុំចង់ផ្ដោតទៅលើការអានរបស់អ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាគួរតែអានមួយទំព័រពីរទំព័រឬក៏3ទំព័រការអានសៀវភៅមិនមែនថាយើងចេះតែនឹកឃើញហើយយើងអានរហូតឬក៏អានគ្មានដែនកំណត់នោះទេការអានសៀវភៅក៏យើងត្រូវមានដែនកំណត់ក្នុងការអានសៀវភៅដែរមានន័យថាយើងត្រូវកំណត់គោលដៅក្នុងការអានសៀវភៅអ្នកទាំងអស់គ្នាចង់អានពី1ពី3ទំព័រឬក៏អានពីណាដល់ណាឲ្យតែអ្នកទាំងអស់គ្នាច្បាស់លាស់ក្នុងការកំណត់ទំព័ររបស់អ្នកទាំងអស់គ្នាដូចអ្នកទាំងអស់គ្នាអានចប់ហើយអ្នកទាំងអស់គ្នាអាចសម្រាកមួយសន្ទុះឬក៏អ្នកទាំងអស់គ្នាទៅរកអ្វីហូបក៏ដូចជាទឹកដើម្បីឲ្យអារម្មណ៍របស់យើងកាន់តែស្រស់ស្រាយក្នុងការអានសៀវភៅបន្តទៀតចំណុចទី2តកតងទៅនឹងការកំណត់ចំណុចសំខាន់ទៅលើការអានសៀវភៅក្នុងការអានសៀវភៅមួយច្បាស់ណាស់គឺគេតែងតែបង្កប់នៅពាក្យពេចន៍ល្អៗក៏ដូចជានៅខ្លឹមសារល្អៗមិនថាពាក្យពេចន៍របស់អ្នកប្រាជ្ញក៏ដូចជារបស់កវីអ្នកនិពន្ធសៀវភៅទេគឺគេតែងតែបង្កប់នៅក្នុងសៀវភៅនឹងចំណេញដូច្នេះហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយកប៊ិចក៏ដូចជាអ្វីក៏ដោយដើម្បី note ទៅលើសៀវភៅរបស់អ្នកទាំងអស់គ្នាថាចំណុចណាសំខាន់សម្រាប់អ្នកទាំងអស់គ្នាយកមកពិចារណាក៏ដូចជាវិភាគរកនៅចំណុចល្អៗតាក់ទងអំពីខ្លឹមសាររបស់សៀវភៅដែលកវីអ្នកនិពន្ធគាត់បាននិពន្ធដើម្បីឲ្យយើងយកមកស្វែងយល់ក៏ដូចជាស្រាវជ្រាវអំពីពាក្យកន្លឹះរបស់ពួកគាត់គឺចង់ឲ្យអ្នកទាំងអស់គ្នាអានហើយផ្ដោតអារម្មណ៍ទៅលើពាក្យពេចន៍ក៏ដូចជាអត្ថបទដែលអ្នកទាំងអស់គ្នាកំពុងតែអាននៅពេលដែលអ្នកទាំងអស់គ្នាអានអ្នកទាំងអស់គ្នាគួរតែវិភាគក៏ដូចជាផ្ដោតអារម្មណ៍ឲ្យល្អក្នុងការអានសៀវភៅព្រោះថានៅពេលដែលយើងអានដាក់អារម្មណ៍បានល្អទៅលើសៀវភៅនោះអ្នកទាំងអស់គ្នាប្រកបជាមានអារម្មណ៍ល្អក្នុងការអានសៀវភៅហើយអានហើយគឺចង់អានទៀតតែម្ដងមិនមែនអានមួយទំព័រហើយចាប់ផ្ដើមធុញទេនេះហើយគឺជាចំណុចដែលអ្នកទាំងអស់គ្នាគួរតែយកអនុវត្តដើម្បីឲ្យការអានសៀវភៅទទួលបាននៅចំណេះដឹងចំណុចទី3នោះតកតងទៅនឹងការរៀនតាមទម្លាប់មានន័យថាជារៀងរាល់ថ្ងៃតើអ្នកទាំងអស់គ្នាចូលចិត្តអានសៀវភៅនៅពេលណាហើយអ្នកទាំងអស់គ្នាក្នុងមួយសប្តាហ៍អានសៀវភៅប៉ុន្មានដងនេះគឺជាចំណុចមួយដែលសំខាន់មែនតើនៅក្នុងវីដេអូរបស់ខ្ញុំនេះគឺខ្ញុំចង់ផ្ដោតទៅលើអ្នកទាំងអស់គ្នាថាបើយើងមានទម្លាប់មួយក្នុងការរៀនគឺវាល្អបើយើងរៀនតាមអារម្មណ៍គឺនឹងធ្វើអនាគតមនុស្សក៏ដូចជាការអានសៀវភៅរបស់យើងក៏វាអត់ទទួលបានតាមអ្វីដែលយើងចង់បាននោះទេការរៀនតាមអារម្មណ៍គឺធ្វើឲ្យយើងសប្បាយក៏ដូចជាទទួលបានចំណេះដឹងតាមមួយផ្លែតែបើយើងរៀនតាមទម្លាប់វាធ្វើឲ្យយើងកាន់តែទទួលបាននូវចំណេះដឹងកាន់តែច្រើនធ្វើឲ្យយើងមានអារម្មណ៍ថាចង់រៀនមានអារម្មណ៍ថាយើងជាមនុស្សមួយច្បាស់លាស់និងមានវិន័យផ្ទាល់ខ្លួនចំពោះខ្លួនឯងក្នុងការសិក្សារៀនសូត្រដែរបើអ្នកទាំងអស់គ្នាចូលចិត្តអានពេលព្រឹកនោះអ្នកទាំងអស់គ្នាគួរតែដាក់ការវិភាគអានសៀវភៅនៅពេលព្រឹកបើអ្នកទាំងអស់គ្នាចូលចិត្តអានសៀវភៅនៅពេលល្ងាចគួរអ្នកទាំងអស់គ្នាដាក់ការវិភាគរៀនអានឬក៏ដូចជាស្រាវជ្រាវមេរៀននៅពេលល្ងាចនេះគឺជាចំណុចសំខាន់ដែលខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាស្វែងយល់អំពីការអានសៀវភៅហើយបើមានចំណុចកន្លែងណាដែលថាអ្នកទាំងអស់គ្នាគិតថានៅខ្វះអ្នកទាំងអស់គ្នាអាចចូលរួមបញ្ចេញមតិនៅក្នុងក្រោមវីដេអូនេះបាន